តង្កាងរកឃើញពុំតមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់និងក្លិនត្រឹមត្រូវរោងចក្រផលិតគ្រឿងបង្គុំបន្សំស្បែកជើងរបស់ក្រុមហ៊ុនតង្កាង Cambodia Co Ltd នៅក្នុងភូមិធ្លកឃុំជ្រងកស្រុកកងពិសីខេត្តកំពង់ស្ពឺត្រូវបានក្រុមការងារក្រសួងបរិស្ថាននៅថ្ងៃទី21ខែឧសភាឆ្នាំ2025រកឃើញថាបានបង្កឲ្យមានការបំពុលដោយផ្សែងនិងក្លិនដល់ខ្យល់បរិយាកាសនិងដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រមាណ40គ្រួសារនៅក្នុងមូលដ្ឋានក្បែររោងចក្រនៅលើទីតាំងជាក់ស្ដែងរកឃើញថាក្រុមហ៊ុនមានឡចំហាយមានចំនួន1គ្រឿងដំណើរការដោយប្រើអុសលាយកម្ទេចជ័រដើម្បីដុតនិងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេដោយគ្នាដែរក្រុមហ៊ុនមានឡដុតរំលាយជ័រចេញជាគ្រាប់ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេលើសពីនេះក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ផ្លាស្ទិកនិងជ័រប្រមូលពីរោងចក្រក្នុងស្រុកសម្រាប់កែច្នៃឲ្យបានត្រឹមត្រូវផងដែរក្នុងពេលចុះពិនិត្យក្រុមការងារបានធ្វើតេស្តសារធាតុបំពុលខ្យល់ចំនួន2ទីតាំងផ្សេងគ្នានិងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារចំពោះមុខក្រុមការងារបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនដែលបានល្មើសនឹងលិខិតបទដ្ឋានកិត្តិយសបរិស្ថាននិងដែលបានបង្កការបំពុលបរិស្ថានដោយផ្សែងនិងក្លិនក្រសួងបរិស្ថានបានដាក់ចេញវិធានការលើក្រុមហ៊ុនដូចខាងក្រោមផ្អាកដំណើរការឡចំហាយជាបណ្ដោះអាសន្នរហូតដល់ក្រុមហ៊ុនបានអនុវត្តកែសម្រួលប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់និងក្លិនរួចរាល់និងរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថានពិន័យអន្តរការទៅតាមច្បាប់កំណត់ក្រុមហ៊ុនត្រូវផ្ដល់សំណងផលប៉ះពាល់បរិស្ថាននិងសុខភាពសាធារណៈតាមការវាយតម្លៃជាក់ស្ដែងត្រូវធ្វើការកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើមទីតាំងទុកដាក់សំណល់ផេះនិងសំណល់រឹងគ្រប់ប្រភេទដាក់អនុលោមតាមគោលការណ៍បច្ចេកទេសនិងច្បាប់ជាធរមានត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងត្រូវបង់មូលនិធិទាយទានបរិស្ថានប្រចាំដូចចាត់ចែងក្នុងកិច្ចសន្យាចុះថ្ងៃទី20ខែមិថុនាឆ្នាំ2016ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមវិធានការខាងលើក្រុមហ៊ុននឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង។